អូខេសួស្តីបងប្អូនអរគ្នាខ្ញុំសម្រាប់វីដេអូនេះគឺខ្ញុំនឹងមកចែកម្លែកអំពីនៃការគ្រប់គ្រងទៅលើ Risk Management ក៏ដូចជា P&L ប្រចាំសប្តាហ៍ដែលជាទូទៅ Trader ដៃថ្មីដែលគាត់មើលរំលងទៅលើចំណុចនេះមែនទែនអូខេអញ្ចឹងយើងចូលមកវីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងតាក់ទងជាមួយនឹង Risk Management ខ្ញុំលើក4ចំណុចយកមកនិយាយគឺតាក់ទងចំណុចទី1គឺតាក់ទងជាមួយនឹង Capital ចំណុចទី2គឺតាក់ទងជាមួយនឹងpercent of trade ចំណុចទី3គឺតាក់ទងជាមួយនឹង reward ហើយចំណុចទី4តាក់ទងជាមួយនឹង P&L weekly ឬក៏បើសិនជាគ្នាយើងចង់កណនាទៅលើ monthly ក៏បានគឺអាស្រ័យទៅលើទាំងអស់គ្នាទេអញ្ចឹងអានេះគ្រាន់តែជាខ្ញុំលើកឧទាហរណ៍មកដើម្បីងាយស្រួលយល់អញ្ចឹងអូខេអញ្ចឹងចំណុចទី1គឺតាក់ទងជាមួយនឹង capital គឺខ្ញុំសូមដាក់100%ដើម្បីយើងងាយស្រួលក្នុងការកណនាអញ្ចឹង capital គឺយើង100%មិនខ្វល់ថាទំហំប៉ុណ្ណាទេតាក់ទងជាមួយ balance របស់យើងគឺយើងបែងចែកគឺដាក់ថា100%ដើម្បីស្រួលចែកទៅនឹង position trade ហើយក៏ដូចជា P&L សម្រាប់ប្រចាំសប្តាហ៍ផងដែរអញ្ចឹងបើសិនជាគ្នាយើង trade នៅតាក់ទងជាមួយ HAG HAU ហើយក៏ដូចជា currency ក្នុងមួយសប្តាហ៍គឺយើង trade បាន5ថ្ងៃអញ្ចឹងយើងអាចនឹងចែកមកដាក់ថា5ថ្ងៃអញ្ចឹងតាក់ទងជាមួយនឹងក្នុង capital របស់យើងគឺ100%យើងអាចយកមកចែក5ថ្ងៃអញ្ចឹងតាក់ទងជាមួយ trade ក្នុងមួយថ្ងៃគឺយើងអាចបានរហូតដល់20%ហើយនៅក្នុង20%ហ្នឹងគឺយើងសំណួរសួរខ្លួនឯងថាតាក់ទងជាមួយនឹងការ trade ក្នុងមួយថ្ងៃហ្នឹងគឺយើងបែងចែក20%ជាប្រមាណ position អញ្ចឹងឧទាហរណ៍ថាមួយថ្ងៃហ្នឹងយើង trade 2 position ក្នុង2 session អញ្ចឹងក្នុងមួយ session យើងបាន10%មួយ position 10%អូខេអញ្ចឹងតើតើជាមួយនឹងមួយ position យើងបាន10%អញ្ចឹងមួយថ្ងៃយើងបាន2 position ឬក៏យើងអាចនិយាយបានថា2 setup ក្នុងមួយថ្ងៃអញ្ចឹងយើងអាចនឹងគណនាបន្តទៀតបានងាយស្រួលទៀតអីអញ្ចឹងតើតើជាមួយនឹង risk reward ម្ដងអញ្ចឹងបើសិនដល់ risk reward យើងអាចនិយាយមកថាបើសិនជាយើងចំណាយ risk ទៅក្នុងមួយ position 10%អញ្ចឹងមួយ risk reward ដែលយើងទទួលបានវិញគឺក៏10%ដូចគ្នាឬក៏ 2R ឬមួយក៏2នៃ risk reward គឺយើងបានរហូតដល់20%ដូចគ្នាអញ្ចឹងយើងអាចនឹងគុណគូមើលទៅបានហើយថាតាក់ទងជាមួយនៅក្នុងមួយសប្តាហ៍នេះឧទាហរណ៍ថាបើសិនជាក្នុងមួយសប្តាហ៍យើង5ថ្ងៃមួយថ្ងៃយើង trade 2 trade អញ្ចឹង total មកគឺយើងបានរហូតដល់10 setup ឬមួយក៏10 position ក្នុងមួយសប្តាហ៍អញ្ចឹងតាក់ទងជាមួយនឹងបើយើងចង់ដឹងតាក់ទងជាមួយនឹង performance របស់យើងវិញគឺយើងអាចនឹងcheck មើលបានតាក់ទងជាមួយ10 position របស់យើងក្នុងមួយសប្តាហ៍ថាតាក់ទងមួយ10 position របស់យើងហ្នឹង hit stop loss ប្រមាណ take profit ប្រមាណហើយក៏ដូចជា BE ឬមួយអីប្រមាណគឺយើងអាចនឹងយកមក note មានជា list មួយសម្រាប់យើងក្នុងការ load note តែយើងអាចនឹងដឹងថាក្នុងមួយសប្តាហ៍យើងអាចនឹងstop loss ប្រមាណអីប្រមាណអញ្ចឹងឧទាហរណ៍ថាបើសិនជាក្នុងមួយសប្តាហ៍ហ្នឹងយើង take profit ឬមួយក៏ TP របស់យើងបានរហូតដល់6ឬមួយក៏7 setup អញ្ចឹងហៅថា rate win របស់យើងគឺបានច្រើនមែនទែនអាចរហូតដល់70% នៃការ trade ចឹងហៅថា performance របស់យើងគឺកើនគឺខ្ពស់មែនទែនគឺច្រើនពីព្រោះ trade វាតែងតែមានខាតមានចំណេញប៉ុន្តែបើសិនជាតាក់ទងជាមួយនឹង10 setup របស់យើងហ្នឹងយើងខាតរហូតដល់7ឬមួយក៏8បាទហើយយើងត្រូវបានតែ2ទេអញ្ចឹងយើងអាចនឹង check បកមកវិញថា performance របស់យើងគឺកំពុងតែ low ខ្លាំងអញ្ចឹងយើងអាច check ទៅមើលតាក់ទងជាមួយ strategy របស់យើងដែលយើងបានប្រើថាតើយើងចូលនឹងយើងប្រើទៅតាមគោលការណ៍របស់យើងដែលយើងប្រើអត់ឬក៏ដូចជា rule លក្ខខណ្ឌរបស់យើងដែលយើងនៅក្នុងការបើក position មួយអត់អញ្ចឹងយើងអាចនឹង check មើលបានហើយថា performance របស់យើងបែបម៉េចអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូមួយនេះបានជួយដល់ទាំងអស់គ្នាបានច្រើនហើយកុំភ្លេច like ក៏ដូចជា follow នៅក្នុងវីដេអូមួយនេះផងដើម្បីមានវីដេអូបន្តទៀតចែកជូនដល់បងប្អូនទាំងអស់គ្នាបន្តអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើន